ទន្លេធំធានរៀលដាលពីពេញវិសាលភាពអាណាចក្រឋានសួគ៌វាផ្ដល់ធម៌ពលខាងវិញ្ញាណឥតឈប់ឈរដល់បទេវតាជាច្រើននៅជុំវិញនោះនៅផ្នែកខាងក្រោមនៃសាខាខាងកើតនៃទន្លេធំធានអំបូរលោហិតអំបូរវិញ្ញាណអំបូរថ្នាំអំបូរអាត់កំបាំងបកទាំង4នេះគឺជាបកដែលមានអំណាចបំផុតរឿងរបស់យើងចាប់ផ្ដើមពីជោគវាសនាទេវតាជាក់លាក់មួយដែលកើតចេញពីក្រុមអំបូរវិញ្ញាណនៅលើភ្នំជីទីងយើងបានឃើញបរិសម្នាក់និងស្រីម្នាក់កំពុងតែលេងអុកជាមួយគ្នាស៊ូវ៉ាន់សៀងបាននិយាយសិស្សច្បងធំថ្មីនេះទំនេរខ្លាំងណាស់នៅតែមានចិត្តមកដេញពិនហើយនឹងលេងអុកម្ចាស់ភ្នំសៀងយន់ក៏បានថាអ្នកវឹកហាត់យុទ្ធសាស្ត្រដូចយើងគឺដូចនេះហើយស៊ូវ៉ាន់សៀងក៏បានបន្តគួរឲ្យស្ដាយណាស់ដែលសុភមង្គលរបស់បងប្រុសតែតែមានរយៈពេលខ្លីវាសនាពិភពលោកបានកន្លងផុតទៅតែសិស្សច្បងនៅតែដោះស្រាយភាពទាក់ទិននៃជីវិតរមែងស្លាប់របស់សិស្សច្បងម្ចាស់ភ្នំសៀងយន់ក៏បានពោលថានិយាយដល់ភាពទាក់ទិននេះពិតជាធ្វើខ្ញុំជឿក្បាលខ្លាំងណាស់ខ្ញុំជាពាក្យសន្យាម្ដងជាមួយនឹងអ្នកមានគុណរបស់ខ្ញុំថាបើកូនចៅចំនួនក្រោយរបស់គេអុជធូបខ្មៅរបស់ខ្ញុំដែលខ្ញុំបានផ្ដល់ឲ្យនោះខ្ញុំនឹងទទួលគេធ្វើជាសិស្សរបស់ខ្ញុំ3ឆ្នាំកន្លងទៅនេះធូបនោះត្រូវបានអុចម្ដងហើយម្ដងទៀតពេលដែលខ្ញុំទៅជិតដល់សញ្ញាក៏បានរលត់ទៅវិញវាពិតជាការរំខានខ្លាំងណាស់ស៊ូវ៉ាន់សៀងនេះក៏បានថាដែលអាចធ្វើឲ្យម្ចាស់ភ្នំសៀងយន់មានការរំខានបែបនេះខ្ញុំក៏ពិតជាចង់ស្គាល់គេខ្លាំងណាស់ដែរពលមិនទាន់ផុតពីមាត់ផងស្រាប់តែសញ្ញានោះបានបំភ្លឺឡើងនេះជាលើកទី13ហើយម្ចាស់ភ្នំសៀងយន់ខឹងមែនតែនម្ដងនេះត្រូវទៅឲ្យតាន់រូបភាពនៃខ្សែរឿងរបស់យើងកាត់មកភ្នំទៅមកខ្ពស់ខ្លាំងណាស់ខ្ញុំអាចធ្វើវាបានអាធុកតូចពុកម៉ែសូមការពារខ្ញុំផងពេលនេះខ្ញុំត្រូវតែទ្រាំខ្ញុំមិនខ្លាចទេវាប្រកាសជាមិនអីឡើយមិនទាន់ទាំងពលជាប់ផងរន្ទះដេញបាញ់គេតែម្ដងគ្នាខំរត់អីកុំបាញ់ខ្ញុំជួយផងម៉ែជួយផងមិនក៏ធ្វើដូចចង់សម្លាប់ខ្ញុំគ្រប់ពេលអញ្ចឹងទ្រាំបានទេគេដោតធូបហើយក៏ទៅពួនគុលឈើតើតែស្ងាត់ក៏ផ្អែកគុលឈើទៅអើយរន្ទះមួយនេះគឺសាហាវពេកហើយហេតុអីបានជាវាមិនទៅបាញ់នៅអមតៈនឹងពេលណាបានមកដល់ស្រាប់តែរន្ទះបាញ់ទៀតមេឈើធ្លាក់មកគ្នាភ័យដល់កហើយក៏ឃើញនៅស្រមោលមួយងាកមើលទៅឡើងបាក់បែកយ៉ាងស្អីគេនោះទេរូបភាពយើងកាត់មកនៅអ្នកខាងក្រៅភ្នំម្នាក់កំពុងតែសំពះទេវតាអើយជួយការពារពួកយើងផងការពារអ្នកភូមិរបស់ពួកយើងសំលេងខ្សឹបខ្សៀវគ្នាពេលនេះ3ឆ្នាំហើយរន្ទះនេះគឺខ្លាំងជាងមុនទៅទៀតវើយតាមការមើលទៅនេះឃើញថាមនុស្សកំសាកស្បែកសនោះប្រហែលជាមិនអាចបង្កើតវាបាននៅពេលនេះទេមេភូមិក៏បានស្រែពួកគេឈប់មាត់ពួកឯងអីក៏សាហាវម្លេះបើទោះបីជាគេស៊ីមាត់យើងទាំងអស់ពីភូមិក៏ដោយយ៉ាងណាយើងក៏បានឃើញគេធំធាត់នៅក្នុងភូមិរបស់យើងមកដោយផ្ទាល់ភ្នែកប្រហែលជាព្រះហើយនឹងអមតៈនៅមើលថែពួកយើងសូមវរព្រះជាម្ចាស់ហើយឆាប់យកអាស្បែកសនេះចាក់ចេញពីពួកយើងទៅខ្ញុំមានន័យថាគឺអបៃស៊ីឈွန်នោះក្លែកមកកាន់តួប្រុសយើងបៃស៊ីឈွန်វិញពេលនេះគឺថាផ្ទះបាញ់មិញដើមឈើបាក់ក្រូបពីលើអត់ងាប់ទៀតក៏បានក្រោកឡើងមកល្អអ្នកឯងឈ្នះហើយខ្ញុំធ្វើវាបានហើយខ្ញុំនឹងត្រឡប់មកវិញទៀតនៅពេលក្រោយកំពុងតែផ្លុំផេះភីតស្រាប់តែឮសំឡេងមួយអាចង់មកសៀតតែស្មោះត្រង់បន្តិចទៅមើលឯងគិតថាធុកក្រអូបរបស់យើងជារបស់ក្មេងលេងតែមែនទេលេបទឹកមាត់ក្អើកសៀឈុនក៏បានសួរទៅអ្នកណាគេលោកជាទេវតាតែមែនទេយើងគឺលីឈីងហូនិកាយអំបូរវិញ្ញាណគ្រាន់តែឮសំឡេងបែបនេះក៏រត់មកលុតជង្គង់ហ្មងពូលីខ្ញុំបានរងចាំពូ3ឆ្នាំ2ខែ13ថ្ងៃ10ម៉ោងបើពូនៅតែមិនមកទៀតនោះខ្ញុំអ្នកចំនួនក្រោយគ្រួសារបៃភិកច្រើនទំនងជាត្រូវបានសម្លាប់ដោយធូបខ្មៅនេះជាមិនខានទេកាលពីពេលនោះលោកពូបានទទួលយកព្រមជាមួយវិពាក់បរិះរបស់ខ្ញុំយកខ្ញុំធ្វើជាកូនសិស្សលីឈីងហៅក៏បានថាស្ដាប់តាមការពិពណ៌នារបស់ឯងនេះយើងគឺជាអ្នកដែលបានធ្វើបាបឯងតែមែនទេសៀឈុនក៏បានថាក្មេងចំនួនក្រោយមិនហ៊ាននិយាយអញ្ចឹងនោះទេលីឈីងហៅក៏សួរទៅបើសិនជាឯងខ្លាចយ៉ាងនេះហេតុអីបានជាឯងអុជធូបម្ដងហើយម្ដងទៀតសៀឈុនក៏បានប្រាប់ទៅឪពុកម្ដាយរបស់ខ្ញុំបានស្លាប់តាំងពីខ្ញុំនៅក្មេងខ្ញុំធំឡើងដោយចិត្តសប្បុរសរបស់គ្រួសារបៃខ្ញុំចាត់ទុកថាអ្នកភូមិរបស់ខ្ញុំគឺជាឪពុកម្ដាយចិញ្ចឹមរបស់ខ្ញុំពួកគេខ្លាចជាមនុស្សសញ្ចេតនាជាមួយនឹងទុកសោករាល់ពេលដែលខ្ញុំអុជធូបហើយសូមជូនពរឲ្យខ្ញុំស្នាក់នៅលីឈីងហៅស្ដាប់ក្មេងម្នាក់នេះត្អូញត្អែហើយគឺមានមនោចេតនាលងលួចមែនតែនដោយគិតថាអ្នកណាទៅគិតទៅថាក្នុងវ័យក្មេងបែបនេះក្មេងប្រុសម្នាក់នេះមានការយល់ចិត្តចំពោះអ្នកដទៃឯសេឈុនកំហុចលួចមាត់អ្នកភូមិរាល់ថ្ងៃនេះគឺបានយំបោកខ្លួនលោកពូលីប៉ុន្តែតាមពិតខ្ញុំពិតជាចង់វឹកហាត់យុទ្ធសិលខ្លាយជាទេវតាមួយតើការវឹកហាត់យុទ្ធសិលអនុញ្ញាតឲ្យមនុស្សម្នាក់រស់នៅជារៀងរហូតតើមែនទេខ្ញុំចង់រស់នៅជារៀងរហូតលីឈីងហៅក៏បានយល់ព្រមល្អណាស់មិនអីទេបានជាឯងសម្រេចចិត្តហើយយើងនឹងយកឯងទៅបាក់ខាងក្រៅ
ដល់ពេលលឺលីងឈិញហៅយល់ព្រមលឿនបែបនេះគេក៏ឆ្ងល់ផងដែរតែខ្ញុំអាចផ្ញើសារទៅកាន់ពូមេភូមិមិនពេលពូខ្ញុំចេញដំណើរបានទេគាត់គឺជាអ្នកដែលជិតស្និទ្ធជាមួយខ្ញុំជាងគេបំផុតក៏លេចមកកាន់មេភូមិម្នេះសប្បាយចិត្តអស់ទាស់យេទីបំផុតឋានសួគ៌បានព្រមឆ្លើយតបជាមួយពួកយើងហើយដល់អញ្ចឹងទៅអ្នកភូមិវាយខ្មោះវាយស្គរគេសប្បាយចិត្តដែលតួប្រុសរបស់យើងបានចាកចេញពីភូមិរបស់គេមិនមែនគេសប្បាយចិត្តត្រង់ថាមានខ្សែសាច់ញាតិទៅវឹកហាត់ក្បាច់ទេវតាស្អីនោះទេគឺសំខាន់គឺអត់ចង់ឲ្យគាត់នឹងនៅក្នុងភូមិវាលួចមាន់ពេកអាគេកំពុងតែជប់លៀងផឹកសប្បាយអាគាត់នឹងក៏បានស្រ័យទៀតអ្នកភូមិទាំងអស់គ្នាខ្ញុំនឹងត្រឡប់មកសួរសុខទុក្ខអ្នកទាំងអស់គ្នាវិញគេផឹកលេងឆ្ងាញ់ម្ដងគ្រាន់តែលឺអញ្ចឹងនាំគ្នាយកមាន់ទម្លាក់អស់រលីងកុំត្រឡប់មកវិញវើយយាយពិសេសជឿរបស់យើងគេធ្វើដំណើរជាមួយនឹងលោកពូលីទៅបាក់ទេវតាអញ្ចឹងទៅគឺថាជីដាវហោះគ្នាខ្លាច់ខ្ពស់ចង្អប់ហើយស្រែកជែកចាច់ពេញនឹងឯងបន្ទាប់ពីការភ័យខ្លាចបានបញ្ចប់គេក៏បានរំភើបចិត្តវិញក្រោយពីឃើញទិដ្ឋភាពបាក់ទេវតាដ៏ស្រស់ស្អាតដែលគេមិនធ្លាប់ឃើញកាលពីពេលមុនអញ្ចឹងទិដ្ឋភាពសាច់រឿងរបស់យើងបានឲ្យយើងឃើញអំពីកំពូលភ្នំសៀងជន់នៃបកអំបូរវិញ្ញាណពេលមកដល់ក្នុងបកហើយនោះឃើញថាសិស្សទាំងអស់នាំគ្នាគោរពមកកាន់លោកមេបកអញ្ចឹងទៅគឺថាអាចរមក់សៀវឈុនក៏បានថាលោកពូលីខ្ញុំមិននឹកស្មានថាលោកពូមានម្នៃខ្ពស់ជាងសោះតោងអាវលោកពូលីដល់ចង់លហែកហើយលីឈីងហៅក៏បានឲ្យគេចុះទៅដោយបេះដៃគេចេញអញ្ចឹងណាធ្លាក់ពីលើដាវចុះមកខាងក្រោមគ្នាលៀនភ្នែកអស់ហើយអ្នកទាំងអស់គ្នាអើយតែដល់ចិត្តដល់ដីគឺថាត្រូវបានចាប់ជើងជាប់ដោយយុទ្ធសិលបើមិនដូច្នោះទេប្រហែលជាបាត់កស្លាប់នៅនឹងតែម្ដងឯនៅវឹកហាត់នៅទីនេះពលត្រឹមប៉ុណ្ណឹងហើយគាត់ក៏បានចាក់ចេញទៅគាត់ទៅផុតលបងយើងក៏បានដួលព្រុសក្រោកឡើងបវេវ៉ាតោងប៉ះបរោះក្បាលពោះធំម្នាក់ដែលនៅត្រង់ចង្កេះមានកំបិតសម្រាប់ធ្វើម្ហូបនោះឯងអូដូច្នេះឯងគឺជាអ្នកចំណូលថ្មីរបស់ផ្ទះបាយរបស់ពួកយើងអីងាកទៅកាន់បរោះម្នាក់នោះមានធំដូចជាយក្សមានកំបិតនៅត្រង់ចង្កេះសស្ញាចសៀវឈុនរបស់យើងគ្នាភ័យដល់កបរោះម្នាក់នេះមានឈ្មោះថាចាងតាហៃបៃសៀវឈុនរបស់យើងក៏បានធ្វើការគោរពទៅកាន់គេក្នុងនាមគេជារៀមច្បងណែនាំខ្លួនទៅខ្ញុំបៃសៀវឈុនតាហៃក៏បានថាឯងមើលទៅសស្អាតគ្រាន់បើតែយ៉ាងណាក៏ដោយឯនេះគឺស្គរពេកហើយលេងជាមួយសៀវឈុនយើងដាក់ម្ដាយប៉ាំងគ្នាឡើងប៉ើងអាគ្នាតូចហឹមប្រូមនិតគ្នាទេមកគៀកកគ្នាឡើងចង់ស្រុតណែខ្ញុំនឹងមើលថែឯងចាប់ពីពេលនេះតទៅខ្ញុំគឺស្រាប់តែមានអ្នកចូលមកជេរតែម្ដងបរិះម្នាក់នេះមានឈ្មោះថាស៊ូប៉ៅឆៃចាំងតាហើយខ្ញុំតែងតែគិតថាចង្ក្រានភ្លើងផ្ទះបាយនេះគឺជាកន្លែងដែលមានកិត្តិយសហើយនឹងការគោរពប៉ុន្តែពួកគេជាមនុស្សល្ងងដែលធ្វើបាបអ្នកទុនខ្សោយហើយខ្លាចអ្នកខ្លាំងខ្ញុំមិនជឿថាលោកនឹងអនុញ្ញាតឲ្យមនុស្សទុនខ្សោយដូចជាគេចូលរួមតាមទ្វារក្រោយនោះទេថែមទាំងបានយកកន្លែងរបស់ខ្ញុំទៀតខ្ញុំខំសន្សំថ្មវិញ្ញាណដែលត្រូវបានរក្សាទុកអស់រយៈពេល7ឆ្នាំហេតុអីបានជាឯងអាចចូលបន្ទប់ផ្ទះបាយបានសៀវឈុនក៏ថាសិស្សច្បងប្រហែលជាមានការយល់ច្រឡំទេដឹងឈប់មាត់ទៅឯងយកតំណែងរបស់ខ្ញុំតែហើយក៏បានស្រែកឲ្យគេឈប់មាត់ឯងគឺជាអ្នកដែលធ្លាក់ចំពោះការបោកប្រាស់ទាំងនោះហើយតែឯងហ៊ានមកបង្ករឿងនៅក្នុងចង្ក្រានបាយរបស់យើងផងតែមែនទេមើលទៅឯងហាក់ដូចជាមិនដឹងថាមេឃនឹងកម្ពស់ណានោះឡើយតើទៅស្លាប់ម្ដងបានដឹងហើយមើលទៅបើឆៃគេបញ្ចេញយុទ្ធសាស្ត្ររបស់គេតែម្ដងបានជាលោកនិយាយបែបនេះឲ្យលោកទៅស្លាប់ទៅដោយដាវឈើរបស់គេនឹងត្របាញ់មកកាន់ទូប្រុសយើងនឹងឯងតែហើយក៏ប្រាយុទ្ធសាស្ត្រធ្វើឲ្យទឹកនៅក្នុងឡាំងនឹងបាញ់អាដាវឈើនឹងទៅបុកជាប់នឹងសសររោងជ្រូកឯណោះបាក់រោងជ្រូកអស់មួយទៅឲ្យទូប្រុសយើងគ្នាភ័យយ៉ាងអត់ចេះសិលគេតែហើយក៏បានថាឯងគ្រាន់តែកម្រិតមួយផ្កាយពីរទេហ៊ានប្រហើនអុកលុកចំពោះដែនដីរបស់យើងផងអីបោឆៃក៏បានថាលោកគឺជាអ្នកបង្ខំខ្ញុំគេស្រូបដាវរបស់គេមកម្ដងទៀតវាយហួនឡើងសំក៏ប៉ុន្តែហើយក៏បានដាក់គេម្លាំងប៉ាំងសើឈុនរបស់យើងឃើញថាហើយខ្លាំងដែរអោបចកេះហ្មងសាច់ច្បងជួយផងសាច់ច្បងជួយផងចឹងហើយក៏បានស្ដីឲ្យស៊ូប៉ៅឆៃទៅស៊ូប៉ៅឆៃបើឯងនៅតែហ៊ានធ្វើបែបនេះទៀតនោះយើងនឹងរៀបច្រាំឯងធ្វើជាចំណីជ្រូកល្ងាចនេះតែម្ដងមានអីអាស៊ូប៉ៅឆៃនឹងឈាមច្រមុះគេយកឈាមច្រមុះគេនឹងឯងបញ្ចេញទៅយុទ្ធសិលគឺមិនទាន់ចប់នោះទេខ្លាយទៅជាត្រីហ្មងអាឈាមនឹងអាឈាមខ្លាយទៅជាត្រីនឹងហោះមកបុកទូប្រុសរបស់យើងខ្លាយទៅជាអសរស្លាប់នៅបាត់ដៃប៉ៅឆៃនឹងរត់បដ ாய்ទៅពេលនេះឯងទទួលឈាមហើយខ្ញុំនឹងមិនសម្រាករហូតដល់ឯងស្លាប់តែប៉ុណ្ណោះតាឲ្យតាមដែរប៉ុន្តែតាមមិនទាន់រត់លឿនចង្អប់យកចង្រៃនេះរត់លឿនណាស់តើនេះឯងសំណាងហើយកុំឲ្យយើងតាមទាន់អសោះសេឈររបស់យើងមើលបាត់ដៃរបស់ខ្លួនឃើញអសរស្លាប់នោះឯងតាហើយក៏បានប្រាប់ថាប្អូនឯងមិនធួអារម្មណ៍ទៅគ្រាន់តែជាការប្រកួតប្រជែងតែប៉ុណ្ណោះឯងមិនអីនោះទេឲ្យតែឯងមិនយល់ព្រមប្រកួតជាមួយគេយើងនឹងរៀបចំក្បួនមួយសម្រាប់ឯងគេនឹងមិនហ៊ានមកទៀតនោះឡើយតោះយើងនាំឯងទៅមើលកន្លែងផ្សេងទៀតសេឈររបស់យើងគឺថាភ័យអស់ហើយអ្នកទាំងអស់គ្នាធ្វើឲ្យលេងចង់ត្រូវហើយធ្លាប់តែលួចមាន់អ្នកភូមិសុកស្រាប់តែគេមវល់ប្រយុទ្ធស្លាប់ព្រោះអញ្ចេះណាមិនភ័យផ្ទះបាយរបស់ពួកយើងទទួលខុសត្រូវក្នុងការផ្ដល់អាហារខាងវិញ្ញាណដល់ព្រឹត្តិការណ៍ផ្សេងៗនៅក្នុងបកទាំងនេះគឺជាអាហារខាងវិញ្ញាណឋានៈទីខ្ពស់ដែលអាចបង្កើនធម៌ពលខាងវិញ្ញាណនៅក្នុងខ្លួនរបស់ឯងជារបស់ល្អណាស់តែត្រូវទេមានមនុស្សជាច្រើននៅខាងក្រៅខំធ្វើគ្រប់យ៉ាងដើម្បីចូលមកខាងក្នុងនេះសៀវឈុនក៏បានថាមិនចម្លែកទេដែលមនុស្សម្នាក់នោះខឹងយ៉ាងនេះនោះភ្លាមនោះយើងក៏បានឮសំឡេងស្រែកទៅសើច្បងធំអើយយើងឮថាមានអ្នកថ្មីមកគេនៅណាទៅមនុស្សមិនតិចទេអ្នកទាំងអស់គ្នានាំគ្នាបជ្រៀតចូលមកមើលនោះពួកគេសិតតែ
សិស្សច្បងរបស់ទូប្រុសយើងទាំងអស់នឹងឯងតែហើយក៏បានប្រាប់ថាពួកគេទាំង8នាក់នេះជាសិស្សច្បងរបស់ឯងហើយដូច្នេះចាប់ពីពេលនេះតទៅឯងត្រូវគេហៅថាអកន្ធត់ទី9ទូប្រុសរបស់យើងចង់ណែនាំខ្លួនមកកាន់សិស្សច្បងទាំងនោះប្រងប្រាប់ឈ្មោះពិតរបស់គេសិស្សច្បងធំក៏បានថាអត់ទេអកន្ធត់ទី9ដល់សិស្សច្បងនិយាយចឹងហើយមិនណែនាំឈ្មោះទេហៅខ្លួនឯងអកន្ធត់ទី9ចឹងទៅរូបភាពកាត់មកឈុតបន្ទាប់ហេពួកឯងជ្រើសរើសអាវុធទេរបស់ពួកឯងទៅគឺជាពិធីដ៏សំខាន់បំផុតនៅទីនេះនៅក្នុងផ្ទះបាយរបស់ពួកយើងគ្រាន់តែឮគេឲ្យជ្រើសរើសនៅអាវុធទេពនឹងទូប្រុសយើងសប្បាយចិត្តមែនតើអូឈ្មោះលយមែនតើច្បាស់ជាកំណត់ពិសេសដែលមិនធម្មតាហើយត្រូវទេសិស្សច្បងកន្ធត់ទី2ហួងគេថាឯងនឹងឃើញឆាប់នេះឯងនៅក្បែរគេនោះគឺកន្ធត់ហៅកន្ធត់ទី3ក៏បានក្រោយមកតាហៃក៏បានបើកនៅស្បែកខ្មៅចេញមកគ្រាន់តែឃើញអាវុធទើបបានដឹងថាអស់ទោះនៅផ្ទះបាយចង់រោបគីចប់មកពីណាគឺមានតែផ្ទះចានឆ្នាំងនឹងឯងអារម្មណ៍មួយនេះអ្នកទាំងអស់គ្នាអាចស្មានបានដោយខ្លួនឯងតាហៃក៏បានថាទៅវាជាទម្លាប់នៅផ្ទះបាយសម្រាប់មនុស្សម្នាក់គឺត្រូវតែកាន់វាមួយនៅលើខ្នងរបស់ពួកគេសូមឲ្យផ្ទះនៅជាមួយអ្នកមិនថានៅទីណានៅក្នុងបរិរបស់យើងគ្រាន់តែសម័យឃើញផ្ទះនឹងគឺចង់ងាប់មុនបាត់ហើយផ្ទះធំជាមនុស្សកន្ធត់ទី9របស់យើងនេះគឺគេដូចជាមិនធានារ៉ាប់រងទេអ្នកទាំងអស់គ្នាមើលទៅផ្ទះធំជាមនុស្សចិត្តចង់ហ៊ានយកឡើយតាហៃក៏បានប្រាប់ថាឲ្យតែឯងដាក់វានៅលើខ្នងឯងមួយនរណាក៏នឹងដឹងថាឯងនេះគឺជាមនុស្សមកពីផ្ទះបាយនោះគ្មាននរណាម្នាក់នឹងហ៊ានធ្វើបាបឯងនោះទេវើយគ្នាវាខ្លួនតូចមិនដឹងថាយកមួយណាទុកមួយណានោះទេផ្កាប់មុខហ៊ីតតែម្ដងអញ្ចឹងហើយគេក៏បានព្យាយាមស្វែងរកមួយតាំងពីព្រឹកដល់ល្ងាចផ្ទះធំទាំងអស់អញ្ចឹងរកអាណាសមនឹងខ្លួនអត់មានសោះម្នាក់គ្នាល្ងុយដេកអស់ហើយស្រាប់តែទូប្រុសយើងក៏រើសបានមួយនេះខ្ញុំយកមួយនេះពួកគេក៏បានសើចតែម្ដងហោះតែឯងពិតដែរទេអាមួយនឹងគឺដូចជាដៅអញ្ចឹងគ្មានអ្នកណាដឹងទេថាអាផ្ទះនោះនៅទីនោះយូរប៉ុណ្ណាហើយនោះទេសិស្សប្អូនម្នាក់ទៀតក៏បានថាមែនហើយខ្ញុំមិនគិតថាមាននរណាម្នាក់នឹងចង់រើសវាពីមុនមកនោះទេក៏ធាត់ទី9យើងក៏ថាខ្ញុំសម្រាប់ចិត្តជាន់នេះហើយអណ្ដើក៏អ្នកណាក៏ដឹងដែរថាវាមានអាយុវែងសិស្សច្បងក៏ថាយកហ្នឹងក៏យកទៅហើយនេះថងជាងខុនមួយនេះគឺមានវិធីដាំដុះខ្លះនៅក្នុងហ្នឹងមកទុកឲ្យយើងបញ្យល់ឲ្យខ្លះរូបភាពខ្សែរឿងរបស់យើងកាត់មកពេលយប់ហើយពេលនេះទូប្រុសយើងគេបានដេកអញ្ចឹងទៅមុនដេកគេនៅតែមើលអាបាតដៃដែលប្រឡាក់ពាក្យអក្សរស្លាប់នឹងដៃនឹងឯងដោយសារតែគ្នាចង់មកទីនេះវឹកហាត់យុទ្ធសិលចង់មានជីវិតអមតៈប៉ុន្តែមានអាណាបែរជាមកជាប់ជាមួយនឹងការភ្នាល់ស្លាប់ព្រោះឯណាផ្ដេសផ្ដាស់ទៅវិញអញ្ចឹងទៅដេកមិនលក់នោះទេខ្លាចលោថាជួបជាមួយអាគាត់នោះនឹងសម្លាប់ខ្លួនដូច្នេះក៏បានក្រោកវឹកហាត់តែម្ដងទៅងើបមើលសភៅក្បាច់គុណហើយក៏នឹកឃើញការបញ្យល់ខ្លះពីថ្ងៃរបស់សិស្សច្បងតាហៃបានជាម្ចាស់កម្ពុជាលីបានបកគលឯងមកឲ្យផ្ទះបាយរបស់ពួកយើងហើយក្នុងនាមជាសិស្សច្បងយើងនឹងផ្ដល់ឲ្យឯងនៅការចង្អុលបង្ហាញមួយចំនួនការវឹកហាត់យុទ្ធសិលកម្រិតធាតុរបស់បកអំបូរវិញ្ញាណសិល្បៈនៃការគ្រប់គ្រងចង្ក្រានឈីពណ៌ស្វាយវាមាន10កម្រិតសម្រាប់ដំណាក់កាលបង្រួបបង្រួមឈីឲ្យតែឯងអាចរៀនទៅដល់កម្រិតខ្ពស់បំផុតឯងនឹងអាចរៀនបន្ថែមទៀតអំពីក្បាច់គុណផ្សេងដំណាក់កាលយុទ្ធសិលបន្ទាប់ពីបង្រួបបង្រួមឈីគឺជាការសាងសង់មូលដ្ឋានគ្រឹះដំណាក់កាលយុទ្ធសិលនោះមិនមែនជាអ្វីដែលអាចសម្រេចបានពីការវឹកហាត់យុទ្ធសិលតាមទម្លាប់នោះទេមានតែពេលវេលាត្រឹមត្រូវទីកន្លែងត្រឹមត្រូវហើយខ្លួនឯងក៏ឈានដល់កម្រិតត្រឹមត្រូវហើយតាមរយៈការជំនះឧបសគ្គគ្រប់ប្រភេទតើមានឱកាសឈានដល់ការកសាងមូលដ្ឋានគ្រឹះកន្ធត់ទី9យើងថាស្មុគស្មាញម្លេះសិស្សច្បងធំតើចំណាយពេលប្រមាណដើម្បីឈានដល់ការបញ្ចប់នៅក្នុងការបង្រួបបង្រួមឈីនោះតើយើងត្រូវបង្ខំចិត្តចេញពីបាក់ដែរទេបើយើងមិនអាចវឹកហាត់បានជោគជ័យនោះតើហើយក៏បានថាកុំបារម្ភអីសិស្សរបស់យើងដែលធ្វើកិច្ចការអាចរៀនបានតែ3កម្រិតដំបូងនៃសិល្បៈដាំដុះប៉ុណ្ណោះបើឯងចង់បដិបត្តិថ្នាក់ចុងក្រោយឯងត្រូវតែខ្លាចជាសិស្សបាក់ខាងក្រៅឲ្យបានពេញលេញវានៅតែឆាប់ពេកសម្រាប់ឯងមើលទៅខ្ញុំត្រូវឧស្សាហ៍វឹកហាត់យុទ្ធសាស្ត្របន្តិចហើយដើម្បីការពារខ្លួនឯងមានឯណាយប់ឡើងស្រែកអូយយអុយយ៉ាយពីនឹងឯងគ្រាន់តែហាត់កម្រិតទី1ក៏លំបាកខ្លាំងណាស់ទៅហើយមិនក៏ខ្ញុំមិនអាចមានអារម្មណ៍ថាឈីរីក្នុងសរសៃរបស់ខ្ញុំអញ្ចឹងប៉ុន្តែភ្លាមនោះក៏លឺសម្រាប់អ្វីមួយយ៉ាងគេក៏បានពន្លត់ភ្លើងរបស់គេបង្ហើបបង្អួចមើលបន្តិចទៅដោយគេខ្លាចថាស៊ូប៉ោឆាយនឹងគឺមករកគេនោះឯងតាមពិតគឺសិស្សច្បងរបស់គេកំពុងតែលួចស៊ីសាច់នៅក្នុងបន្ទប់អាហារស្ងាត់បន្តិចទៅកុំឲ្យលឺខ្លាំងពេកទៅបង្ហើបទ្វារមើលគេកំពុងតែហូបអីនឹងឯងមានសាច់ផងមានស្រាផងឆ្ងាញ់អស់ទោះហើយកំពុងតែលួចមើលតាហៃមកនៅពីមុខហ្មងគេរត់ទៅហើយក៏បានទាញចូលក្នុងនឹងហ្មងសិស្សច្បងទាំងអស់គ្នានៅទីនេះបានជាឯងឃើញគ្រប់យ៉ាងហើយយើងមិនអាចឲ្យឯងចាក់ចេញបានទេអត់ទេសិស្សច្បងអត់ទេខ្ញុំមិនប្រាប់អ្នកណាទេយើងមិនដឹងថាពួកសិស្សច្បងធ្វើអីគេនោះទេស្រែកចាចតែម្ដងហើយតែបាញ់ពេញមេឃនិយាយពីមេឃនឹងគឺថាភ្លៀងដល់កអ្នកទាំងអស់គ្នាភ្លៀងហើយយើងបានឃើញថាអាប៉ែប៉ោឆាយនេះកំពុងតែឃ្លាំមើលនឹងឯងយើងមិនជឿថាឯងនឹងអាចលាក់ខ្លួននៅក្នុងផ្ទះបាយជារៀងរហូតនោះទេបៃសៀវឈុនយើងចង់សម្លាប់ឯងដើមរស្មីប៉ុណ្ដើមរស្មីច្បាច់បែកហ្មងហើយទស្សនវិជ្ជាភ្លៀងជោគជាំនៅយប់នេះគឺជាទស្សនវិជ្ជាដែលបញ្ចប់នៅភាគទី1នេះតែម្ដងស្លេះយើងជួបគ្នានៅវីដេអូក្រោយបាយ